បងអញ្ចឹងនៅក្នុងវីដេអូនេះចង់មក unboxing Synology model VS925 ដែល model ហ្នឹងគឺ hot selling ខ្លាំងមែនទែនហើយក៏ជា model ដែលពួកយើងទៅតែកំងលើកទី1ហើយវា replacement ពីស៊េរីចាស់ខ្ញុំជឿជាក់ថាបងប្រហែលជាស្គាល់ហើយ VS923 ដោយសារតែ model ហ្នឹងគឺវាអត់ sell ហើយឥឡូវអញ្ចឹងលេខចំនួនគឺ925ហើយឥឡូវនេះចង់ដឹងថាតើស៊េរីចាស់ហើយនឹងលេខកូដថ្មីហ្នឹង spec របស់វាខុសគ្នាបែបណាខ្លះតោះជាមួយមួយខ្ញុំទាំងអស់គ្នាបងអញ្ចឹងនេះខ្ញុំមកបង្ហាញពី accessory នៅក្នុង box វាបន្តិចអញ្ចឹងមានមកជាមួយនឹង power adapter ចាដូចគ្នាដែរបងខ្ញុំមានជាប់មកជាមួយនឹង Xen Network 2សរសៃចាហើយមានជាមួយនឹង screw នេះគឺនៅក្នុងករណីដែលបងចង់ធ្វើការតឡងនៅលើទូ unit របស់យើងជាប្រភេទពួក ASD 2.5 inch នេះអញ្ចឹងមានជាប់មកជាមួយនឹង screw នេះហើយជាមួយនឹង key សម្រាប់ lock display យើងពេលបងតឡងហាត់នេះហើយយើងអាច lock វាចាអូខេតើបងខ្ញុំមកបង្ហាញពីតួ unit ខាងមុខរបស់ VS925 អត់មានអីខុសប្លែកពីស៊េរីមុនទេ923ទេអញ្ចឹង model នេះនៅពេលដែលបងបញ្ឆេះដំបូងគឺវាមាន available slot 4 slot ដែលបងអាចធ្វើការដាក់តឡងហាត់នេះបានហើយក្នុងមួយ slot គឺអាចតឡងហាត់នេះបានទំហំ capacity រហូតដល់ទៅ20ទេចាហើយយើងមានជាប់មកនៅផ្នែកខាងមុខនេះជាមួយនឹង USB port មួយ port ហើយនឹង power ហើយនឹងប៊ូតុងសម្រាប់ចុច on off ឥឡូវយើងមកមើលផ្នែកខាងក្រោយវិញម្ដងអូខេបងអញ្ចឹងនេះជាភាពខុសប្លែកគ្នាដែលខ្ញុំចង់ធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាតើតោះជាមួយនឹងស៊េរី VS923 វាមាន port network ហ្នឹងអាចចែក5ហ្នឹងពីរ port ដូចគ្នាបងប៉ុន្តែក្នុងមួយ port គឺ spec របស់វាគឺបាន support តែ 1G បងប៉ុន្តែជាមួយនឹងស៊េរីថ្មីនេះ VS925 នេះមួយ port ហ្នឹងមានដល់ទៅអាច support បានដល់ទៅ 2.5G បងចាជាងវាមាន port network 2 port ហើយ USB port ខាងក្រោយនេះមានមួយ port ទៀតហើយនេះទៅនឹង port power ចាហើយភាពខុសប្លែកមួយទៀតនេះបង port នេះគឺ port សម្រាប់ធ្វើការ add connect ជាមួយនឹង expansion unit អញ្ចឹងដោយបងជាចង់ VS923 925ស៊េរីថ្មីហ្នឹងពេលបងជឿទៅបងមាន4 slot អញ្ចឹងពេលបងប្រើ full of 4 slot បងអាចធ្វើការ upgrade បាន5 slot បន្ថែមទៀតដែលបងជា expansion unit អញ្ចឹង better ស៊េរីចាស់កន្លែង port នេះស៊េរីមុនគឺវាប្រើ eSATA port បងអញ្ចឹងដល់ពេលមកស៊េរីថ្មីនេះគឺប្រភេទ port កន្លែងរបស់វាគឺ FC ទេបងចាហើយ model នេះគឺយើងធ្វើការ warranty 3ឆ្នាំហើយបងអាចធ្វើការជា expansion warranty បាន2ឆ្នាំទៀត maximum បាន5ឆ្នាំអញ្ចឹងបងអញ្ចឹងដូចបញ្ជាក់ជូនបងខាងដើមអញ្ចឹង model ហ្នឹងគឺ hot selling មែនទែនបងមិនថាតើបងប្រើជាលក្ខណៈ personal ឬក៏ smart office use ទៅ medium អីចាពួក model ហ្នឹងគឺយើងអាចធ្វើការ upgrade បានទាំងទំហំ RAM ចាអាច upgrade បានទាំង slot display ខាងមុខដែលខ្ញុំសូមបង្ហាញបងហើយមួយទៀតនៅផ្នែកខាងក្រោមនេះបងឃើញពី slot នេះអត់នេះគឺជាវា built in មក port សម្រាប់បង add on M2 ឯនៅក្នុងករណីដែលពិសេសបងដែលគាត់ជា content creator video editor ឬក៏បង store ឯកសារលក្ខណៈ file video design ឲ្យធំៗអញ្ចឹងគាត់ចង់ integrate performance read write វា faster យើងមាន option សម្រាប់បងទិញ M2 add on បញ្ចូលនៅហ្នឹងចាអញ្ចឹងវាលក្ខណៈពិសេសមែនទែនអញ្ចឹងបើសិនជាបងមានចង្អល់អីបន្ថែមទៅក្នុង model ហ្នឹងអាចសួរបន្ថែមបាន thank you